ញោមបានបង្កើតថេមប៉ពីពុយវិជោគ្នាហើយឡើយនឹងវាកើតកូនណាហើយកូនច្រើនទៀតចង់ដឹងថាកូនប្រមាណក្បាលតោះយើងទៅមើលតអស់គ្នាដោយការពីមួយអាទិត្យមុនខ្ញុំបានយកមីញីជំទង់ពុយដាំបូប៊ីកអៀមួយក្បាលយកទៅដាក់នៅក្នុងអាងថេមប៉ពណ៌ albino coiled ear ហើយ6សប្តាហ៍ក្រោយមកទៀតឃើញថាមីញីរបស់យើងនឹងមានទំហំធំជាងមុនហើយសំខាន់គឺមើលទៅវាជិតកើតកូនទៀតហើយចង់បញ្ជាក់អ្នកនរគ្នាផងដែរថាមីញីនឹងគឺអត់ដែលបង្កើតពីមុនមកដូច្នេះកូនដែលនឹងកើតមកនឹងគឺជាកូនរបស់បាននៅក្នុងអាង albino coiled ear នឹងតែម្ដងហើយបើនិយាយសួរស្ដាប់បានន័យថាកូនដែលនឹងកើតមកនឹងគឺមានមេជាពុយដាំបូប៊ីកអៀនិងបាពុយ albino coiled ear ហើយនេះគឺជាធុងដែលខ្ញុំដាក់ឲ្យវាកើតកូនគឺខ្ញុំដាក់រុក្ខជាតិទឹករៀងច្រើនដែរតែទោះបីជាអត់មានរុក្ខជាតិទឹកក៏អត់បាញ់បារម្ភដែរដោយសារតែមេពូជនឹងគឺវាអត់មានបញ្ហារឿងស៊ីកូនទេហើយក្រោយពីទុកនៅក្នុងធុងនឹងចំនួន2ថ្ងៃអ្នកនរគ្នាឥឡូវវាកើតកូនហើយដោយដែលខ្ញុំបានប្រាប់អ្នកនរគ្នាជាងកូនរបស់វានឹងគឺនៅសល់ទាំងអស់ដោយសារតែមេរបស់វានឹងគឺអត់មានស៊ីកូនទេក្លែកមកមើលមីញីរបស់យើងឃើញថាពោះឡើងស្វិតខុសគ្នាដាច់ពីពេលដែលយើងដាក់ចូលទៅដំបូងអ្នកនរគ្នាដូច្នេះក្រោយពីកើតកូនរួចរាល់ខ្ញុំធ្វើការដកមីញីយកទៅដាក់នៅក្នុងអាងដូចដើមវិញពីព្រោះថាខ្ញុំចង់ធ្វើការបង្កាត់មីញីនឹងបន្តទៀតហើយចង់បានកូនរបស់វាឲ្យបានច្រើនតែម្ដងអញ្ចឹងឥឡូវយើងមកធ្វើការរាប់កូនថៃរបស់យើងទាំងអស់គ្នាដែលខ្ញុំធ្វើការដួសម្ដង5យកទៅដាក់នៅក្នុងកែវហើយសរុបទាំងអស់ហ្នឹងអ្នកនរគ្នាគឺចំនួន48ក្បាលនិយាយទៅរៀងសប្រាយដែរដោយសារតែជាទូទៅថៃប៉ប៉កាត់កូនលើកទី1គឺអាចនឹងពី10ក្បាលទៅ20ក្បាលឯប៉ុណ្្នឹងទេអញ្ចឹងយើងនឹងរងចាំមើលទាំងអស់គ្នាថានៅពេលដែលកូនរបស់វាធំទៅមានពណ៌បែបណាជួបគ្នាវីដេអូក្រោយៗទៀតអរគុណច្រើនបាយបាយ